ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀបធ្វើមុខម្ហូបងាយៗមួយមុខទៀតហើយអាចយកទៅក្លែមអាចយកទៅញ៉ាំជាមួយបាយក៏ឆ្ងាញ់ដែរហើយមុខម្ហូបមួយមុខនេះឆ្ងាញ់ជក់មាត់ជក់ចិត្តសំខាន់គឺអស់លុយតិចទៀតផងអញ្ចឹងកុំឲ្យបងប្អូនចាំយូរយើងទៅមើលរបៀបធ្វើទាំងអស់គ្នាចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀបធ្វើមុខម្ហូបងាយៗមួយមុខទៀតហើយអាចយកទៅក្លែមអាចយកទៅញ៉ាំជាមួយបាយក៏ឆ្ងាញ់ដែរហើយមុខម្ហូបមួយមុខនេះឆ្ងាញ់ជក់មាត់ជក់ចិត្តសំខាន់គឺអស់លុយតិចទៀតផងអញ្ចឹងកុំឲ្យបងប្អូនចាំយូរយើងទៅមើលរបៀបធ្វើទាំងអស់គ្នាចាហើយនេះគឺជាផ្លែគោសក្តិចំនួន2មើមនឹងខ្ញុំឈូសបែបនេះឲ្យវាល្អិតៗចឹងណាបងប្អូនមួយវិញទៀតនេះគឺជាផ្នែកស្លឹកគ្រៃកុំយើងកុំចោលបងប្អូននៅពេលដែលយើងយកគល់វាទៅឈូសយើងយកស្លឹកវាហ្នឹងដាក់ជាមួយនឹងទឹកជាមួយនឹងស្លឹកក្រូចសើចយើងយកទៅដាំទឹកឲ្យពុះដើម្បីដាក់ស្ងោរជើងមាន់របស់យើងចាហើយនេះគឺជាផ្នែកជើងមាន់របស់នាងខ្ញុំដែលនាងខ្ញុំទិញពីផ្សារចំនួនកន្លះគីឡូបងប្អូនចាយើងអាចញ៉ាំ2ទៅ3នាក់បានហើយយកមកយើងលាយជាមួយនឹងអំបិលច្បាស់ជាមួយក្រូចឆ្មាឲ្យវាស្អាតហើយអស់ភាពឆ្អាបចឹងណាបងប្អូនចាហើយមួយវិញទៀតនេះគឺជាផ្នែកខ្ទឹមសយើងចិញ្ច្រាំវាទៅចូលចិត្តរៀងច្រៃយើងដាក់រៀងច្រើនចឹងបងប្អូនដាក់កាន់តែច្រើនគឺកាន់តែឆ្ងាញ់នៅពេលនេះផងដែរទឹកដែលយើងបានដាំហ្នឹងគឺពុះឲ្យបងប្អូនយើងចាប់ផ្ដើមដាក់ជាមួយនឹងជើងមាន់របស់យើងចូលតែម្ដងហើយការស្ងោរជើងមាន់ហ្នឹងយើងកុំស្ងោរយូរពេកបងប្អូនយើងស្ងោរតែចំនួន5នាទីបានហើយនៅពេលដែលយើងដាក់ស្ងោរជើងមាន់ហ្នឹងយើងដាក់ស្ងោរចោលទៅឥឡូវយើងបុកលាយទឹកសុទ្ធទាំងអស់គ្នាហើយនឹងខ្ញុំដាក់ជាមួយនឹងស្ករសចំនួន2ស្លាបព្រាបាយចាជាមួយនឹងប៊ីចេងចុងស្លាបព្រាកាហ្វេហើយទឹកសារីចំនួន2ស្លាបព្រាបាយដូចគ្នារីឯទឹកម្ទេសចំនួន1ស្លាបព្រាបាយចំណែកឯម្ទេសហើយគឺយើងប្រើទៅតាមចំណង់ចំណូលចិត្តចូលចិត្តហើយដាក់រៀងច្រើនមិនសូវចូលចិត្តដាក់ល្មមបានហើយសម្រាប់រូបមន្តនេះគឺប្រើជាមួយនឹងជើងមាន់កន្លះគីឡូបើសិនជាបងប្អូនប្រើជើងមាន់ច្រើនជាងនេះយើងគុណរូបមន្តតាមនឹងទៀតចាឥឡូវនេះឃើញថាជើងមាន់របស់យើងគឺរួចរាល់5នាទីនេះយើងចាប់ផ្ដើមស្រង់តែជើងមាន់យើងទុកឲ្យស្រស់ទឹកជាមុនសិនដើម្បីយើងយកទៅលាយជាមួយនឹងម្សៅបំពងរបស់យើងនៅពេលនេះឃើញថារួចរាល់យើងចាប់ផ្ដើមលាយជាមួយនឹងម្សៅបំពងរបស់យើងតែម្ដងការលាយម្សៅបំពងរបស់នាងខ្ញុំគឺនាងខ្ញុំលាយចំនួន2ដងយើងដាក់ម្សៅបំពងម្ដងចឹងហើយយើងក្លុកកូរវាដើម្បីឲ្យម្សៅបំពងជាប់ជាមួយជើងមាន់បានល្អការក្លុកលាយជើងមាន់ចំនួន2ដងហ្នឹងគឺដើម្បីឲ្យជើងមាន់របស់យើងគឺកាន់តែនៅស្រួយបានយូរចឹងណាបងប្អូនការលាយម្សៅជាមួយជើងមាន់យើងគ្រាន់តែលាយឲ្យវាសព្វជាមួយជើងមាន់បានហើយយើងអត់របៀបទៅថាត្រូវការម្សៅក្រាស់ខ្លាំងទេបងប្អូនចាឥឡូវនេះដល់វគ្គយើងយកជើងមាន់ទៅបំពងហើយយើងដំបូងឡើយនាងខ្ញុំប្រើជាមួយនឹងប្រេងឆាដាក់ឲ្យវារាងក្តៅជាមួយនឹងឆ្នាំងរបស់យើងសិនណាបងប្អូនចាដើម្បីពេលបំពងទៅវាអត់ជាប់នៅពេលដែលខ្លាញ់យើងក្តៅបានល្អហើយយើងចាប់ផ្ដើមដាក់ជើងមាន់របស់យើងចូលតែម្ដងហើយការបំពងហ្នឹងទៀតសោះនាងខ្ញុំបំពង2ដងណាបំពងលើកទី1ឲ្យវារាងក្រៀមបន្តិចយើងស្រង់វាចេញបន្ទាប់មកយើងដាក់បំពងម្ដងទៀតឲ្យវារាងក្រៀមតែម្ដងឥឡូវនេះគឺឃើញថាក្រៀមហើយបងប្អូននេះក្រៀមបែបនេះគឺឆ្ងាញ់មែនតើណាពេលយើងអត់ធ្វើអត់ក្រៀមអត់ស្រួយអត់ឆ្ងាញ់ទេឥឡូវយើងចាប់ផ្ដើមស្រង់ជើងមាន់របស់យើងទុកមួយឡែកសិនយើងចាប់ផ្ដើមទៅបំពងជាមួយនឹងគ្រឿងបន្ទាប់ទៀតដោយនេះខ្ញុំមានជាមួយនឹងគល់ស្លឹកគ្រៃដែលយើងបានឈូសនោះយើងដាក់បំពងនៅក្នុងខ្ទះដែលយើងបានបំពងជើងមាន់ហ្នឹងមិញណាបងប្អូនហើយការបំពងជាមួយគល់ស្លឹកគ្រៃស្លឹកក្រូចសើចនេះគឺយើងបំពងឲ្យវាស្រួយតែម្ដងណាហើយយើងស្រង់វាទុកមួយឡែកទៀតសិនចាឥឡូវនេះដល់វគ្គដែលយើងបានលោកគ្រឿងរបស់យើងបន្តទៀតហើយយើងដាក់ប្រេងឆាជាមួយនឹងខ្ទះយើងរៀងក្តៅបន្តិចដាក់ខ្ទឹមសចិញ្ច្រាំចូលតែម្ដងហើយរំលីងខ្ទឹមរបស់យើងឲ្យវាឡើងឈ្ងុយហើយក្រៀមបន្តិចសិននៅពេលនេះផងណាឃើញថារៀងក្រៀមហើយឡើងឈ្ងុយហើយបងប្អូនយើងចាប់ផ្ដើមចាក់ជាមួយនឹងជើងមាន់របស់យើងចូលតែម្ដងហើយយើងលោកចឹងហើយបន្តមកទៀតយើងចាប់ផ្ដើមដាក់ជាមួយនឹងទឹកស៊ុបដែលយើងបានលាយឲ្យបាញ់មិញដាក់ចូលក្នុងជើងមាន់របស់យើងហើយយើងកូរច្របល់ឲ្យវាស្ងួតជាមួយនឹងជើងមាន់យើងបន្តិចសិនតែបន្តមកទៀតនេះយើងចាប់ផ្ដើមដាក់ជាមួយនឹងគល់ស្លឹកគ្រៃដែលយើងបានរំលីងជាមួយនឹងស្លឹកក្រូចសើចមុនហ្នឹងដាក់លោកចូលគ្នាម្ដងទៀតហើយយើងច្របល់ជាមួយជើងមាន់របស់យើងជាមួយនឹងទឹកស៊ុបឲ្យវាចូលសព្វគ្នាសិនក្លិនឈ្ងុយមែនតើនៅពេលដែលយើងដាក់គ្រឿងទាំងអស់នោះចូលគ្នាបងប្អូនហើយទំនោរមែនតើចាឥឡូវនេះជើងមាន់រំលីងជាមួយនឹងគល់ស្លឹកគ្រៃស្លឹកក្រូចសើចរបស់អ្នកខ្ញុំបានជំរាបបងប្អូនគឺរួចរាល់ហើយខ្ញុំសូមអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតណាប៉ុន្តែកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីបងប្អូនទាំងអស់គ្នាទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណបាយបាយ